ថ្ងៃនេះខ្ញុំបាទឈ្មោះកុសលកំសាលដែលជានិស្សិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្ថិតនៅក្នុងដេប៉ាតឺម៉ង់ប្រវត្តិវិទ្យាដែលបានលើកឡើងនៅប្រធានបទមួយនៅក្នុងមុខវិជ្ជាសិល្បៈឆៅមីងទី2របស់លោកគ្រូលេងស៊ីរ៉ង់ដែលមានសមាជិកដូចតទៅខ្ញុំបាទឈ្មោះកុសលកំសាលនាងខ្ញុំឈ្មោះចនជ័យជារានាងខ្ញុំឈ្មោះកិនកំព្រៀងនាងខ្ញុំឈ្មោះឈីរិជនីខ្ញុំបាទឈ្មោះខាត់សុយដែលបានលើកឡើងនៅប្រធានបទដែលតាក់ទងជាមួយនឹងប្រាសាទតាព្រំទន្លេបាទីឬក៏ប្រាសាទទន្លេបាទីដែលស្ថិតនៅក្នុងខេត្តតាកែវហើយជាកិច្ចបន្ទាប់នេះក៏សូមអ្នកទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យសូមចូលរួមទស្សនានិងស្ដាប់ដូចតទៅសូមអរគុណដើមឡើយប្រាសាទតាព្រំទន្លេបាទីដែលជាប្រាសាទដ៏ចំណាស់មួយដែលមានលក្ខណៈជាអារាមឬជាបូជនីយដ្ឋានដ៏ពិសិដ្ឋសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈិនស៊ីណាន់និងសមាជិកក្រុមបកស្រាយអំពីប្រាសាទតាព្រំទន្លេបាទីហើយចំណុចដែលនាងខ្ញុំត្រូវបកស្រាយនោះគឺភូមិសាស្ត្រប្រវត្តិសាស្ត្រនិងមានចំណុចជាច្រើនទៀតដែលទាក់ទងជាមួយនឹងប្រាសាទតាព្រំទន្លេបាទីដែលសមាជិកក្រុមនាងខ្ញុំនឹងធ្វើការបកស្រាយចំពោះភូមិសាស្ត្រប្រាសាទតាព្រំទន្លេបាទីគឺស្ថិតនៅរមណីយដ្ឋានទន្លេបាទីភូមិសាស្ត្រភូមិថ្នល់តតឹងឃុំក្រាំងថ្មងស្រុកបាទីនៃខេត្តតាកែវដែលមានចម្ងាយ34គីឡូម៉ែត្រពីរាជធានីភ្នំពេញស្ថិតនៅលើផ្លូវជាតិលេខ2ហើយភូមិសាស្ត្រនៅក្នុងប្រាសាទវិញនោះគឺនៅអមសងខាងផ្លូវចូលទៅកាន់ប៉មកណ្ដាលមានស្រះទឹកពីរដែលសម្រាប់រក្សាទឹកប្រើប្រាស់ពេលមានប្រារព្ធពិធីបុណ្យសាសនាផ្សេងៗហើយក៏ជានិមិត្តរូបតំណាងឲ្យស្រះបូកនីតាមបែបព្រះពុទ្ធសាសនាចំណែកឯព្រហ្មសាសនាវិញគួរទឹកតំណាងឲ្យមហាសមុទ្រលោកធាតុទាំង7នៅខាងឆ្វេងនៃផ្លូវចូលគោវរៈនៃកំពែងទី1មានផ្ទាំងថ្មមួយសន្លឹកដែលកប់នៅក្នុងដីកម្ពស់1ម៉ែត្រប្រាសាទតាព្រំនេះផងដែរគឺឧទ្ទិសឡើងដល់ព្រះពុទ្ធសាសនាមហាយានលោកេស្វរៈដែលសាងសង់ឡើងនៅសតវត្សទី12និងដើមសតវត្សទី13គឺឆ្នាំ1881ដល់ឆ្នាំ1201ហើយកសាងឡើងដោយថ្មភក់ពោពេញទៅដោយក្បូរក្បាច់រចនាដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ចំពោះចំណុចផ្សេងៗដែលតាក់ទងជាមួយនឹងប្រាសាទតាព្រំទន្លេបាទីដែលមានដូចជាផ្តែរហោជាងឬក៏ការកសាងប្រាសាទសូមបន្តទៅដល់សមាជិកក្រុមចូលទៅដល់ស្ថាបត្យកម្មសំណង់នៃប្រាសាទនិងប្រវត្តិនៃសិលាចារឹកវិញប្រាសាទតាព្រំទន្លេបាទីត្រូវបានកសាងឡើងដោយថ្មភក់និងថ្មបាយក្រៀមតើអ្វីទៅជាថ្មភក់និងអ្វីទៅជាថ្មបាយក្រៀមនិយមន័យថ្មភក់គឺជាប្រភេទថ្មសាបថ្មបែបខ្សាច់ដែលមានពណ៌ស្រអែមទៅនឹងដីឬពណ៌ត្នោតហើយលក្ខណៈពិសេសរបស់វាហ្នឹងគឺថ្មភក់ហ្នឹងមានលក្ខណៈរឹងនិងធន់នឹងទឹកបានល្អជាងថ្មបាយក្រៀមប៉ុន្តែវាមានទម្ងន់ស្រាលជាងថ្មបាយក្រៀមរីឯថ្មបាយក្រៀមវិញគឺវាមានពណ៌ប្រផេះឬពណ៌ត្នោតខ្ចីហើយផ្ទៃរលោងជាងថ្មភក់ហើយលក្ខណៈពិសេសរបស់ថ្មបាយក្រៀមហ្នឹងគឺវាដាប់ជាប់ល្អនិងឆ្លុះពន្លឺបានល្អជាងថ្មភក់ប្រាសាទតាព្រំទន្លេបាទីត្រូវបានកសាងឡើងពីថ្មបាយក្រៀមនិងថ្មភក់ដែលមានកម្ពស់12ម៉ែត្រនិងមានបរិវេណកំពែងបណ្ដោយ150ម៉ែត្រទទឹង95ម៉ែត្របែរមុខទៅទិសខាងកើតក្នុងរចនាបថបាយ័នដែលស្ថិតនៅចុងសតវត្សទី12និងដើមសតវត្សទី13ត្រូវនឹងឆ្នាំ1181ដល់ឆ្នាំ1201នៃគ្រិស្តសករាជដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ព្រះអង្គក៏ជាអតីតព្រះវីរមហាក្សត្រខ្មែរដ៏ឃ្លាវខ្លាមួយរូបផងដែរប្រាសាទតាព្រំទន្លេបាទីនេះ
ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ពុទ្ធសាសនាមហាយានជាពិសេសព្រះលោកេស្វរៈហើយក៏ជាអារាមដ៏ពិសិដ្ឋមួយសម្រាប់ការគោរពបូជាតាមលទ្ធិពុទ្ធនិយមផងដែរប្រាសាទតាព្រហ្មទន្លេបាទីត្រូវបានកសាងពីថ្មភក់និងថ្មបាយក្រៀមប្រកបដោយក្បូរក្បាច់រចនាដ៏ប្រណិតមិនចាញ់ប្រាសាទនានាក្នុងរជ្ជកាលដែលព្រះអង្គកសាងឡើយដូចជាប្រាសាទតាព្រហ្មនៅខេត្តសៀមរាបជាដើមបុព្វបុរសយើងពិតជាអស្ចារ្យហើយក៏បានបន្សល់ទុកនៅចម្ងល់ដល់កូនចៅខ្មែរជំនាន់ក្រោយដែរនៅទន្លេបាទីគ្មានភ្នំនៅជិតទេតើហេតុអ្វីបានជាបុព្វបុរសដូនតាខ្មែរបានថ្មពីណាយកមកសាងសង់ប្រាសាទដ៏អស្ចារ្យសម្រាប់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់និងសិក្សាដូច្នេះសំណួរនេះដែរត្រូវបានអ្នកសិក្សាប្រវត្តិសាស្ត្របកស្រាយថាបុព្វបុរសខ្មែរយើងបានដឹកថ្មតាមរទេះដាក់ខ្នងដំរីដាក់សំពៅនាំយកផ្ទាំងថ្មទាំងនោះដែលរួមមានថ្មបាយក្រៀមនិងថ្មភក់មកពីភ្នំឆ្ងាយៗដើម្បីមកកសាងប្រាសាទដ៏អស្ចារ្យនេះឡើងទាំងគ្រឹះប្រាសាទជញ្ជាំងប្រាសាទនិងតួប្រាសាទទាំងអស់សុទ្ធសឹងតែកើតចេញពីថ្មភក់និងថ្មបាយក្រៀមទាំងអស់ចំណែកឯប្រវត្តិនៃសិលាចារឹកវិញខ្ញុំសូមលើកយកសិលាចារឹកពីផ្ទាំងក្នុងប្រាសាទតាព្រហ្មយកមកនិយាយទី1សិលាចារឹកការ40និងទី2សិលាចារឹកការ39ចំណែកឯប្រវត្តិនៃសិលាចារឹកវិញខ្ញុំសូមលើកយកសិលាចារឹកពីផ្ទាំងក្នុងប្រាសាទតាព្រហ្មយកមកនិយាយទី1សិលាចារឹកការ40និងទី2សិលាចារឹកការ39សិលាចារឹកការ40ដែលចារឹកឡើងដោយព្រះបាទរុន្ទ្រវរមៈក្នុងសតវត្សទី6សិលាចារឹកនេះត្រូវបានគេចារឹកជាភាសាសំស្ក្រឹតនៅលើបន្ទះសិលាស្ដំស៊ីដែលពីដំបូងនោះវាគួរតែជាផែនទម្រមួយនិងដែលបន្ទាប់មកត្រូវបានគេកែមុខងារប្រើប្រាស់ជាផ្តែរខាងក្រៅនៅពីលើទ្វារជ្រុងខាងត្បូងនៃច្រកចូលពីខាងកើតនៅខាងក្នុងប្រាសាទតាព្រហ្មក្នុងអតីតខេត្តបាទីដែលត្រូវជាខេត្តតាកែវសព្វថ្ងៃនេះឯងសិលាចារឹកនេះដែរនៅពីឃ្លាដំបូងជាឃ្លាឧទ្ទិសដល់ព្រះជីនស្រីនិងមានប្រើពាក្យនិព្វានហើយក៏បានបញ្ជាក់អំពីព្រះអង្គម្ចាស់ឬរាជបុត្រមួយអង្គជាព្រះច័ន្ទនៃវង្សកៅឌិនដែលមានន័យថាជាព្រះរាជាតែមួយអង្គគត់របស់ហ្វូណានអត្ថបទចារឹកទាំងពីរនេះមិនបានផ្ដល់នូវចំណេះដឹងអំពីប្រវត្តិសាស្ត្រប្រទេសនេះទេលុះត្រាតែយកទៅរួមផ្សំជាមួយនឹងជំនួយពីឯកសារចិនដែលនាំឲ្យគេដឹងពីការលេចឡើងនៃវប្បធម៌ឥណ្ឌានៅក្នុងសតវត្សទី5និងការអនុគ្រោះចំពោះហិណ្ឌូសាសនានិងពុទ្ធសាសនាដែលនិយាយថាព្រះបាទរុន្ទ្រវរ្ម័នជាព្រះរាជបុត្ររបស់ព្រះបាទកៅឌិនជ័យវរ្ម័នទ្រង់កាន់ព្រះពុទ្ធសាសនាហើយគោរពព្រះបរមសារីរិទ្ធកធាតុនៃព្រះសម្មាសម្ពុទ្ធអត្ថបទក៏បានបង្ហាញភស្តុតាងថាកម្ពុជាដោយអ្វីដែលគេអាចជឿបានគឺមិនបាននាំចូលនៅទម្លាប់នៃការឆ្លាក់អក្សរនៅលើផ្ទាំងថ្មសម្រាប់រំលឹកអំពីការបង្កើតមូលនិធិខាងសាសនានោះទេចូលទៅដល់សិលាចារឹកការ39ដែលចារឹកដោយព្រះបាទជ័យវរ្ម័នទី7បានចុះកាលបរិច្ឆេទឆ្នាំ1574នៃគ្រិស្តសករាជសិលាចារឹកនេះដែរមានអក្សរចំនួន23បន្ទាត់ដែលមានលក្ខណៈជាអក្សរច្រៀងចារលើផ្ទាំងសិលាស្ដំសពថ្ងៃត្រូវបានប្រេះបែកជា2ចំណែកហើយអត្ថបទបានបង្ហាញនៅការធ្វើសច្ចាប្រណិធានអំពីការធ្វើបុណ្យដោយបង្ហាញពីសាក្សីរបស់មន្ត្រីម្នាក់ឈ្មោះអកខុនទិទ្វាសេនាសែងនិងគ្រួសាររបស់គាត់
ព្រមជាមួយការរៀបរាប់អំពីដង្វាយរបស់គាត់ចំពោះព្រះវិហារមានដូចជាវត្ថុសាទនិងមនុស្សព្រមទាំងពាក្យបណ្ដាសាចំពោះមនុស្សណាដែលហ៊ានប្រព្រឹត្តផ្ទុយនឹងកុសលធម៌ដែលគាត់បានកសាងឡើងនោះគួរឲ្យសោកស្ដាយពន់ពេកអត្ថបទដែលបានលើកឡើងនេះមិនមែនជាអត្ថបទជាចំណុចចាប់ផ្ដើមនៃអត្ថបទនោះទេគឺផ្នែកខាងដើមនៃអត្ថបទនេះត្រូវបានបាត់បង់ដោយប្រការណាមួយដែលពុំបានដឹងមូលហេតុជាក់លាក់ ជាដំបូងខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះខាត់សុយរៀនទី5ថ្នាក់9សូមធ្វើការនិយាយបន្តពីមិត្តរួមក្រុមរបស់ខ្ញុំត្រង់ចំណុចប្លង់ប្រាសាទនិងការវិវត្តស្ថិតនៅសតវត្សទី12ដើមសតវត្សទី13នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានវិសាលភាពដូចជាប្រាសាទតាព្រំនៅសៀមរាបតំបន់អង្គរដែរតែវាមានលក្ខណៈជាអារាមឬបូជនីយដ្ឋានដ៏ពិសិដ្ឋសម្រាប់គោរពបូជាតាមលទ្ធិពុទ្ធនិយមចំពោះប្លង់ប្រាសាទតាព្រំទន្លេបាទីប្រាសាទតាព្រំទន្លេបាទីមានក្លោងទ្វារចំនួន2គឺក្លោងទ្វារខាងលិចនិងក្លោងទ្វារខាងកើតហើយប្រាសាទនេះមានស្រះទឹកចំនួន2ដែលគេសម្រាប់ប្រើប្រាស់នៅសម័យកាលនេះបច្ចុប្បន្នប្រាសាទមានភាពទ្រុឌទ្រោមខ្លាំងនិងមានហានិភ័យខ្លាំងពិសេសនៅថ្នាក់ក្លោងទ្វារខាងលិចនោះដែលមានជញ្ជាំងថ្មបាយក្រៀមវាហែកខ្លាំងដោយសារមានបញ្ហាគ្រឹះស្រុតមួយទៀតគឺបញ្ហាអាយុកាលរបស់ប្រាសាទនោះមានអាយុកាលចំណាស់ខ្លាំងបន្ថែមពីនេះនឹងគប់ជាមួយនឹងបញ្ហាកត្តាធម្មជាតិមួយវិញទៀតចំពោះក្លោងទ្វារខាងលិចមានថ្នាំមួយយ៉ាងធំបានព្រះបែកជា2ស្ទើរទៅធ្លាក់ចុះដល់ដីដើម្បីជាវិធានការទប់ស្កាត់ការដួលរលំហេដ្ឋានរចនាសម្ព័ន្ធក្លោងទ្វារមកលើភ្ញៀវទេសចរដែលឆ្លងកាត់នៅតំបន់នោះដូច្នេះហើយមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានការពារនិងអភិរក្សសំណង់បុរាណបានធ្វើការជួសជុលក្លោងទ្វារខាងលិចជាដំណាក់កាលដោយប្រើបច្ចេកទេសអាណាស្ទីឡូគឺគេរើនឹងរៀបតាមលំនាំឡើងវិញដែលមានការងារដូចជាសម្រង់ប្លង់ស្ថាបត្យកម្មកំណាយបុរាណវិទ្យាការរើថ្មពីផ្នែកខាងលើរហូតដល់គ្រឹះពង្រឹងគ្រឹះជួសជុលថ្មធ្នឹមដែលបាក់នឹងរៀបថ្មចូលទីតាំងដើមវិញបន្ថែមពីនេះទៀតក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារនិងអភិរក្សសំណង់បុរាណបានធ្វើការអភិរក្សនិងសង្គ្រោះបន្ទាន់ពីទីតាំងដែលមានហានិភ័យខ្លាំងចំនួន5ចំណុចទី1គឺក្លោងទ្វារទាំង3នៃរោងតងខាងត្បូងសុំទ្វារខាងលិចដែលប្រឈមនឹងការដួលរលំហើយធ្វើការទល់ទ្រដោយប្រើគ្រឿងបង្គុំដែកទីបនិងដើមកគីដែលមានការយកចិត្តទុកដាក់ពីមន្ត្រីនាយកដ្ឋានការពារនិងអភិរក្សសំណង់បានមកធ្វើការជួសជុលប្រាសាទតាព្រំទន្លេបាទីនេះឡើងវិញដែលមានការចាក់គ្រឹះរៀបថ្នាំឡើងវិញហ្នឹងបច្ចុប្បន្នធ្វើឲ្យប្រាសាទតាព្រំទន្លេបាទីហ្នឹងវានៅមានហេដ្ឋារចនាសម្ព័ន្ធស្រស់ស្អាតនិងមានលក្ខណៈរឹងមាំដែលធ្វើឲ្យភ្ញៀវទេសចរហ្នឹងគាត់គ្មានហានិភ័យក្នុងការទៅលេងប្រាសាទតាព្រំទន្លេបាទីចំណុចរបស់ខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះជាកិច្ចបន្តខ្ញុំសូមជូនភារកិច្ចបន្តទៅកាន់មិត្តរួមក្រុមរបស់ខ្ញុំប្រាសាទតាព្រំទន្លេបាទីឬប្រាសាទទន្លេបាទីគឺជាប្រាសាទដែលមានប្រាង្គមួយហើយមានទ្វារបែរទៅទិសធំទាំង4ដែលអាចធ្វើដំណើរចេញចូលបានបន្ថែមពីនេះគឺមានយ៉រដោយលយចេញមកខាងមុខទ្វារទាំង4នោះផងដែរជាស្ដែងនៅតាមច្រកនីមួយៗគឺមានផ្ដែចំនួន2ដែលស្ថិតនៅយ៉រខាងក្រៅចំណែកឯមួយទៀតស្ថិតនៅយ៉រខាងក្នុង
ដូចនេះយើងអាចកំណត់បានថាចំនួនផ្តែរដែលនៅក្នុងប្រាសាទទន្លេបាទីឬប្រាសាទតាព្រហ្មទន្លេបាទីមានចំនួន8ផ្តែរបន្តមកនេះខ្ញុំបាទនឹងនិយាយទាក់ទងជាមួយនឹងផ្តែរនៃប្រាសាទតាព្រហ្មទន្លេបាទីដូចតទៅប៉ុន្តែមុននឹងទៅដល់ការបកស្រាយលម្អិតអំពីផ្តែរខ្ញុំនឹងឲ្យនិយមន័យអំពីផ្តែរជាមុនសិនផ្តែរគឺជាផ្ទាំងចម្លាក់ដែលដូនតាខ្មែរដាក់លម្អក្រោមហោជាងនិងលើសសរពេជ្របើយើងក្រឡេកមកមើលផ្តែរទី1ដែលនិយាយតាក់ទងនឹងព្រះពុទ្ធចូលបរិនិព្វានដែលត្រូវបានឆ្លាក់នៅសតវត្សទី16ក្នុងរាជព្រះបាទច័ន្ទរាជាទី1ដែលមានរូបយ៉ាងធំសម្បើមត្រូវបានគេឆ្លាក់យ៉ាងជ្រៅក្នុងថ្មដែលគេសង្ស័យថាអាចជាចម្លាក់ដែលដាក់ចំនួនរូបឬក៏ចម្លាក់ដែលគេពុំទាន់ឆ្លាក់រួចរាល់បើយើងមកមើលនៅផ្តែរបន្ទាប់វិញយើងឃើញថាផ្តែរមួយនេះគឺស្ថិតនៅក្នុងរចនាបថបាយ័នដែលចាប់ផ្ដើមនៅចុងសតវត្សទី12និងដើមសតវត្សទី13ដែលស្ថិតនៅទួលប៉មកណ្ដាលត្រង់យ៉រនៃទិសខាងកើតនៃប្រាសាទតាព្រហ្មទន្លេបាទីនេះដែលយើងអាចកំណត់សម្គាល់ផ្តែរមួយនេះថានៅក្នុងរចនាបថបាយ័នដូចតទៅផ្តែរមួយនេះនៅដើមរចនាបថពីអង្គរដោយយើងមើលទៅលើកម្រងមែកឈើដែលរាងមានធ្លាក់ចុះក្រោមនិងនៅចំកណ្ដាលលម្អដោយព្រះកាលឬរាហូនិងនៅលើព្រះកាលគឺមានរូបព្រះពុទ្ធសាសនាគឺព្រះពុទ្ធទ្រង់សមាធិនិងមួយទៀតគឺយើងមើលទៅលើផ្តែរនៃរចនាបថបាយ័ននេះគឺគេលែងនិយមធ្វើក្បាច់កម្រងមែកឈើរាងជាអង្កត់ធ្នូទៀតហើយក៏ប៉ុន្តែគេចាប់ផ្ដើមនិយមធ្វើក្បាច់ជាចង្វាយដែលមានព្រះកាលខំចំកណ្ដាលឬក្បាច់ចង្វាយក្នុងរង្វង់នៃក្បាច់ចង្វាយទៀតសោតអាចមានរូបបុគ្គលណាមួយនៅក្នុងក្បាច់ចង្វាយមួយវិញទៀតបើយើងក៏លេចទៅមើលក្បាច់ចង្វាយគឺយើងឃើញលម្អទៅដោយក្បាច់ស្លឹកឈើបញ្ឈរឡើងទៅលើលក្ខណៈពិសេសមួយទៀតដែលព្រះកាលឬរាហូមានលក្ខណៈចុះក្រោមខ្លាំងដែលមាត់របស់ព្រះកាលធ្លាក់មកដល់គែមខាងក្រោមនៃតួផ្តែរបន្ថែមពីនេះព្រះកាលគឺមានចង្កូមនៅត្រង់គែមមាត់ផងដែរដែលលក្ខណៈទាំងអស់នេះហើយយើងអាចកំណត់សម្គាល់បានថាផ្តែរនៃប្រាសាទតាព្រហ្មទន្លេបាទីនេះស្ថិតនៅក្រោមរចនាបថបាយ័នដោយសំអាងទៅលើលក្ខខណ្ឌមួយចំនួនដោយទៅបានរៀបរាប់ពីខាងលើចូលមកដល់ផ្នែកហោជាងនៃប្រាសាទតាព្រហ្មខេត្តតាកែវហោជាងនៃប្រាសាទតាព្រហ្មនេះមានលក្ខណៈទ្រង់ទ្រាយល្អប្រកបដោយក្បូរក្បាច់ចម្លាក់ដ៏ប្រណិតប្រាសាទនេះភាគច្រើនធ្វើអំពីថ្មភក់និងមួយចំនួនទៀតដែលនៅខ្លងទ្វារចូលធ្វើអំពីថ្មបាយក្រៀមហោជាងនេះស្ថិតនៅក្នុងរចនាបថបាយ័ននៅចុងសតវត្សទី12និងដើមសតវត្សទី13មកដល់សតវត្សនេះហោជាងមានការបម្រែបម្រួលទៅលើ4ចំណុចគឺបរិវេណខាងក្នុងហោជាងដងក្តារចុងដងក្តារដែលហៅថានិកដងក្តារនិងធ្នឹមរបស់ហោជាងធ្នឹមរបស់ហោជាងដែលស្ថិតនៅក្នុងរចនាបថបាយ័នមានលក្ខណៈស្ដួចចំណែកឯនាគមានភាពត្រលុកត្រលន់មានសាច់មានឈាមក្បាំងខាងលើមានលម្អងទៅដោយរូបនាគជាច្រើនរីឯហោជាងត្រូវបានគេឆ្លាក់ជាលក្ខណៈថ្នាក់ជាជួរបែបចម្លាក់លៀននៅក្នុងហោជាងមានការធ្វើជារូបនាគចំណែកឯនៅខាងក្នុងផ្ទៃហោជាងប្រាសាទនេះមានរូបមនុស្សមានដៃ6ឈរពីមុខដៃខាងស្ដាំផ្នែកខាងលើកាន់គម្ពីរមួយក្រៅពីនឹងគេមិនអាចសន្និដ្ឋានបានទៀតទេសក់ក្រងជាបំពង់មានរូបមនុស្សតូចអង្គុយពីមុខលើអាកាសនៅចុងជើងមានអ្នកបួងសួងមើលពីមុខលុតជង្គង់ដៃសំភះរីឯហោជាងដែលស្ថិតនៅក្នុងផ្នែកខាងក្រៅមានលក្ខណៈក្រងិចក្រងុកដូចទឹកប្រឡូកឯផ្នែកខាងមុខនិងផ្នែកខាងកើតគឺសុទ្ធសឹងតែនៅពង្រាយនៅឡើយក៏បុរៈខាងក្រោយ
ទ្វារញក់ខាងត្បូងមានលក្ខណៈលម្អដូចទ្វារខាងជើងរួមទាំងចម្លាក់ដែលបានរៀបរាប់ផងដែរនៅលើផ្ទៃហោជាងគេឆ្លាក់រូបមនុស្សមានដៃ4ឈរពីមុខនៅដៃស្ដាំកាន់គម្ពីរក្រៅពីនេះកាន់របស់មើលមិនយល់មានអ្នករាំ5នាក់ព័ទ្ធពីក្រៅបណ្ដែតខ្លួនលើពពកមនុស្ស2នាក់ខាងឆ្វេងខាងស្ដាំលុតជង្គង់បែរមុខទៅរកមនុស្សខាងក្នុងលើកដៃសំពះនៅក្រោយរូបនេះមានរូបអ្នកធ្វើការៈមួយជួរមើលពីមុខលុតជង្គង់ដៃសំពះលាតសន្ធឹងទទឹងទទេងនៃយវ៉ាហោជាងដែលស្ថិតនៅតួប៉មខាងជើងធ្វើអំពីថ្មភក់មើលទៅរចនាបថនេះមានការបំរែបំរួលទៅលើធ្នឹមមានរាងជាត្រណប់កាជុកតូចហើយរាងក្រាស់មានព្រះពុទ្ធរូបមួយអង្គគឺព្រះកេស្វរៈដែលមានដៃ6ហើយមួយជំហៀងមានដៃ3នៅលើភ្នំសក់មានព្រះពុទ្ធរូបមួយអង្គគឺអមិតភៈដែលមានដៃ4រំដំដូចជាបតុងក្រពុំកនកំពីនិងដបទឹកអមរិតមានតាវពីរនៅអមសងខាងដែលរូបតាវនីមួយៗបានអង្គុយថ្វាយបង្គំព្រះកេស្វរៈហើយមានរូបព្រះពុទ្ធ2អង្គមួយអង្គយកដៃទ្រប្រកេះមួយអង្គទៀតយកដៃគូទ្រូងតែប៉ុណ្ណោះមានសត្វមកដែលដងខ្លួនរបស់វាខ្លាចជាក្តារឡើងកោងចុះកោងឡើងហើយមានរូបកូនប្រាសាទតូចមួយសសរពេជ្រប្រាសាទតាព្រំជាសសរដែលមានលក្ខណៈជា8ជ្រុងដែលនៅក្នុងរចនាបថនេះសសរពេជ្រជាប់នឹងជញ្ជាំងតែម្ដងហើយមិនបានក្រឡឹងរួចយកទៅដាក់នៅឡើយក្បាច់សឹកឈើក៏យើងអាចលេងឃើញមាននៅក្នុងសម័យកាលនេះដែរមិនមែនថាលេងឃើញទេប៉ុន្តែអាចថាលេងនិយមក្នុងការប្រើប្រាស់ណែឯក្បាច់រង្វាន់មានទំហំប៉ុនគ្នាចាប់ពី1ភាគដល់8ភាគដោយយើងមិនអាចដឹងថាមួយណាក្បាលមួយណាកន្ទុយទៀតទេទីឯក្រឡាសាក់ក៏មិនឃើញនិយមទៀតដែរបើយើងមើលទៅផ្នែកខាងក្រៅនៃប្រាសាទតាព្រំទន្លេបាទីនេះនៃទ្វារចូលនីមួយៗមានការតាក់តែងលម្អបែបធម្មតានៅផ្នែកខ្លះសសរនៃប្រាសាទយើងមើលហាក់ដូចជាមិនទាន់ហើយនៅឡើយតួយ៉ាងសសរមួយចំនួនដូចជាខាងមុខខាងកើតសុទ្ធសឹងតែនៅពង្រៀងនៅឡើយផ្នែកខាងមុខខ្លោងទ្វារសសរ2អមសងខាងបើយើងមើលពីផ្នែកចំហៀងមានលម្អដោយក្បាច់តំណាងឲ្យឆ្មាំងប្រាសាទចំណែកឯនៅទ្វារញក់ផ្នែកខាងមុខគេមានគ្រោងសសរជាពុំហើយសសរស្ដំពហុជ្រុងមានឆ្លាក់ក្បាច់ចិញ្ចៀនសសរ4ជ្រុងជាប់ជញ្ជាំងមានលម្អងដោយរាង4ជ្រុងមានភ្នាត្រួតត្រួសលើគ្នាហើយនៅក្នុងនោះគេមានចម្លាក់ឆ្លាក់ជារូបមនុស្សផងដែរជំរាបសួរលោកគ្រូក៏ដូចជាសួស្តីមិត្តនិស្សិតទាំងអស់គ្នានាងខ្ញុំឈ្មោះឈឺរជនេដែលត្រូវមកបកស្រាយនៅចំណុចចម្លាក់នៅប្រាសាទតាព្រំទន្លេបាទីបដិមាឬប្រតិមាជាភាសាបាលីឬសំស្ក្រឹតមានន័យថារូបប្រៀបដូចរូបសំណាករូបជាតំណាងនរណាម្នាក់បើតាមការពន្យល់របស់លោកភិតចៈបដិមាមានន័យថានិមិត្តរូបឬជារូបតំណាងផងដែរជាទូទៅបដិមាដែលសិល្បករខ្មែរបង្កើតឡើងច្រើនទាក់ទងនឹងសាសនាទាំងពីរសំខាន់គឺព្រាហ្មណ៍សាសនានិងព្រះពុទ្ធសាសនាក៏ប៉ុន្តែក្រៅពីបុព្វហេតុពុទ្ធសាសនាគេឆ្លាក់បដិមាដើម្បីស្នងឲ្យបុគ្គលផងដែរគ្រាន់តែគេមិនឆ្លាក់ជាបុគ្គលសោតជាពិសេសព្រះមហាក្សត្រភ្ជាប់អាត្មាទៅជាមួយនឹងអាទិទេពតាមមធ្យោបាយយកព្រះនាមព្រះមហាក្សត្រ4បញ្ចូលជាមួយនឹងអាទិទេពហើយធ្វើជាពិធីអភិសេកយក
ដើម្បីឲ្យคล้ายទៅជាបដិមាបូជាវត្ថុតាងទាំងនេះយើងអាចដឹងតាមរយៈសិលាចារឹកដែលចារនៅលើមេទ្វារនៃប្រាសាទតម្កល់បដិមានោះហើយសិលាចារឹកនេះបដិមាហៅថាមានន័យថាកាយប្រកបដោយភាពល្បីល្បាញនៅក្នុងនោះចម្លាក់បដិមាខ្មែរទាំងនោះពោលគឺសិល្បករបានឆ្លាក់ជាតួអង្គអាទិទេពសត្វមនុស្សជាដើមលក្ខណៈអាទិទេពគ្រាន់តែមានឥទ្ធិពលកំណត់ទៅលើកម្រិតនៃចរណាដោយឡែកចម្លាក់ជាតួអង្គសត្វលេចឡើងនៅក្រោមទម្រង់គឺការបណ្ដុះបណ្ដាលគំនិតបង្កើតដោយផ្ទាល់នៃសត្វពិតៗឥឡូវយើងចូលមកក្រឡេកមើលចម្លាក់នៅប្រាសាទតាព្រំទន្លេបាទីវិញយើងឃើញថានៅតាមជញ្ជាំងប្រាសាទសុទ្ធតែមានរូបចម្លាក់នៅប្រាសាទតាព្រំទន្លេបាទីមានក្បាច់រចនាខុសៗគ្នាឥឡូវយើងសង្កេតទៅមើលរូបអប្សរាដែលជាប់នៅជញ្ជាំងប្រាសាទគឺមានលក្ខណៈខុសគ្នាអប្សរាខ្លះមានផ្កាស៊ីបនិងត្រចៀកអប្សរាខ្លះទៀតដៃត្រពោះដៃម្ខាងទៀតលើកឡើងលក្ខណៈពិសេសរបស់ចម្លាក់នៅទីនេះគឺមានលក្ខណៈខុសៗគ្នានិងប្លែកៗពីគ្នាហើយប្រាសាទតាព្រំទន្លេបាទីគឺពោរពេញទៅដោយចម្លាក់នីមួយៗដែលស្ថិតនៅក្នុងប្រាសាទតាព្រំទន្លេបាទីពោរពេញទៅដោយក្បូរក្បាច់រចនាប្លែកៗពីគ្នាសូម្បីតែរូបអប្សរាដែលឆ្លាក់ជាប់នឹងជញ្ជាំងក៏មានលក្ខណៈខុសប្លែកពីគ្នាអប្សរាខ្លះមានផ្កាស៊ីបនិងត្រចៀកឯអប្សរាខ្លះទៀតដៃម្ខាងត្រពោះដៃម្ខាងទៀតដាក់ក្បែរនឹងចង្កាប្រាសាទតាព្រំទន្លេបាទីគឺជាប្រាសាទឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានក្រោយមកទៀតបានវិវត្តខ្លួនទៅជាពុទ្ធសាសនាថេរវាទដោយមានចម្លាក់ព្រះពុទ្ធចូលព្រះរិទ្ធពានធ្វើជាផែទ្វារនិងមានព្រះស្ដប់ចំនួន2ឆ្លាក់លើសសរផ្អោបមុខប្រាង្គសំខាន់ជាការកត់សម្គាល់ក្នុងបរិវេណប្រាសាទមានវត្ថុសិល្បៈសំខាន់ជាច្រើនដូចជាសសរពេជ្រសម័យបុរាណមុនអង្គររចនាបថកំពង់ព្រះផែទ្វារសតវត្សទី11រចនាបថបភួនចម្លាក់សិល្បៈរចនាបថបាយ័ននិងចម្លាក់សម័យកណ្ដាលចំណុចគួរឲ្យកត់សម្គាល់ចាប់អារម្មណ៍បន្ថែមទៀតនោះគឺផ្នែកខាងមុខច្រកចូលប្រាសាទមានឆ្លាក់ផែទ្វារមួយទាក់ទងជាមួយនឹងមហាវេស្សន្តរជាដកក្នុងនោះមានតួអង្គសំខាន់ដូចជាព្រះវេស្សន្តរព្រះនាងមន្ត្រីជាលីគ្រីស្ណាកំពុងជិះរាជធរបើតាមការស្រាវជ្រាវរបស់លោកធុនវ៉ថនជាអ្នកស្រាវជ្រាវចម្លាក់នេះសិល្បករចង់បង្ហាញពីការបំពេញទានបារមីរបស់ព្រះពោធិសត្វបច្ចុប្បន្នមហាវេស្សន្តរជាដកនៅតែមានការពេញនិយមខ្លាំងក្នុងខេត្តសៀមរាបជាពិសេសតាមវត្តអារាមនានាក្នុងទីរួមខេត្តសៀមរាបបានប្រារព្ធកម្មវិធីធម្មទេសនាវេស្សន្តរជាដកជារៀងរាល់ឆ្នាំហើយឯកសារទាំងអស់នេះពួកខ្ញុំបានមកពីសៀវភៅដូចជាទី1សៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកហេងគីមលីសៀវភៅប្រវត្តិសាស្ត្រអក្សរសាស្ត្រខ្មែរលោកគ្រូថាលៀងអាងសៀវភៅប្រវត្តិសិល្បៈលោកគ្រូលេងស៊ីរងសម្រាប់រូបភាពពួកខ្ញុំបានទៅថតនៅប្រាសាទតាព្រំទន្លេបាទីផ្ទាល់សៀវភៅមួយទៀតសៀវភៅប្រវត្តិសាស្ត្រ
សម័យកណ្ដាលរបស់លោកគ្រូវង្សធិរាហើយនឹងឯកសារបន្ទាប់គឺបានមកពី Channel YouTube